ជំងឺផ្ដាសាយបំលែងខ្លួនកំពុងឆ្លងរាលដាលខ្លាំងនៅប្រទេសថៃជំងឺផ្ដាសាយបំលែងខ្លួនប្រភេទ AH3N2 កំពុងឆ្លងរាលដាលខ្លាំងនៅប្រទេសថៃខណៈគ្រូពេទ្យជំនាញនៅសាកលវិទ្យាល័យជូឡាឡុងកនលោកយ៉ុងភូរវ៉ាន់ប្រមានថាវាមានភាពធន់នឹងវ៉ាក់សាំងប៉ុន្តែមិនបង្ហាញសញ្ញានៃការបង្កមេរោគធ្ងន់ធ្ងរនោះទេតាមការឲ្យដឹងពីលោកយ៉ុងបច្ចុប្បន្នវីរុសបំលែងខ្លួននេះកំពុងរាលដាលខ្លាំងនៅភាគខាងជើងប្រទេសហើយដោយសារតែមិនខ្លាចវ៉ាក់សាំងទើបវាឆ្លងរាលដាលលឿនខុសធម្មតាបែបនេះចំពោះមនុស្សដែលមានអត្រាឆ្លងខ្ពស់បំផុតគឺកុមារអាយុចន្លោះពី5ដល់9ឆ្នាំនិងមនុស្សចាស់ដោយភាគច្រើនជាករណីឆ្លងជាចង្កោមនៅតាមសាលារៀនមណ្ឌលឃុំឃាំងនិងកន្លែងដែលមានមនុស្សជួបជុំគ្នាច្រើនសម្រាប់ទិន្នន័យពេញមួយឆ្នាំ2025រហូតមកដល់ដើមឆ្នាំ2026នេះចំនួនអ្នកឆ្លងជំងឺផ្ដាសាយធំសរុបនៅថៃបានហក់ឡើងលើស 940,000 ករណីដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានក្នុងនោះក៏មានរបាយការណ៍មនុស្សស្លាប់យ៉ាងតិច100នាក់ផងដែរដោយភាគច្រើនជាមនុស្សចាស់ដែលមានអាយុមធ្យម61ឆ្នាំនិងកុមារតូចៗ